ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងនិយាយរកឲ្យប្រៀបធៀបតែមិនបានដោយសារថាឃើញបានផ្លូវល្អផ្លូវមានផ្លូវបេតុងហើយបំពាក់ដោយភ្លើងអំពូលសាលាទៀតចាហើយការធ្វើដំណើរក៏បានស្រួលទាំងមានផ្ទៃពោះទាំងសិស្សានុសិស្សទាំងយប់ទាំងថ្ងៃគាត់បានទៅរៀនមានភ្លើងភ្លឺទៅគាត់មានសុវត្ថិភាពជិះម៉ូតូយប់ស្មើណាក៏គាត់អត់មានភ័យខ្លាចចាពីដើមមិញមានជួបការលំបាកច្រើនជាពិសេសគឺខាងសិស្សានុសិស្សគាត់ទៅរៀនជួបការលំបាកជិះម៉ូតូទៅវាភ្លៀងទៅកលែកក្លោកល្អិលឲ្យទៅហើយក៏អ្នកដែលមានផ្ទៃពោះឲ្យក៏គិតជួបការលំបាកដែរចាហើយជាពិសេសគឺខ្ញុំធ្លាប់ជិះម៉ូតូដួលដែរគ្រូចាធ្លាប់ជិះម៉ូតូដួលតាមផ្លូវដែរដោយសារតែយើងមើលផ្លូវអត់ឃើញទៅក៏ភ្លៀងមកកលែកក្លោកយប់ល្ងិតដួលចាដល់ពេលមកសប្តាហ៍ថ្ងៃនេះខ្ញុំបានទទួលសមិទ្ធផលថ្មីផ្លូវបេតុងមួយខ្សែចាចម្ងាយ700ម៉ែត្រនិយាយរួមទៅថាវាស្រួលទាំងអស់វាសន្តិសុខឲ្យវាមានសំណាប់ធ្នាប់ទាំងអស់ចាយើងចូលរួមដើម្បីចូលរួមថវិកាដើម្បីថែរក្សាផ្លូវថ្នល់នេះបន្តទៀតចាសប្បាយចិត្តខ្ញុំនឹងបដិញ្ញាចិត្តនឹងថែរក្សាផ្លូវថ្នល់នេះឲ្យបានល្អហើយក៏ខ្ញុំសូមសំណូមពរដល់លោកមេឃុំឲ្យលោកមេឃុំធ្វើផ្លូវបន្តទៀតគ្រប់គ្រងធ្វើផ្លូវនេះបន្តទៀតក៏ខ្ញុំសូមអរគុណដែលអរគុណថ្នាក់ខេត្តថ្នាក់ឃុំទាំងក្រុមការងារដែលបានសម្រួលផ្លូវបេតុងខ្ញុំនេះខ្ញុំបានសប្បាយចិត្តខ្ញុំអរគុណច្រើនខ្ញុំបាទមានចិត្តត្រេកអរណាស់ដែលយើងបានបេតុងមានអុយជិះស្រួលបាទហើយយើងជួយសម្រួលទុកលំបាកប្រជាពលរដ្ឋដែលគាត់មានផលលំបាកពីមុនមកបាទហើយពីដំបូងនេះផ្លូវនេះពីដំបូងគឺលំបាកណាស់បាទហើយផ្លូវមានតែកាលមុនដំបូងមានតែផ្លូវដីសទេប្រជាពលរដ្ឋយើងជិះទៅលំបាកណាស់ពិសេសគឺសិស្សសាលាដែលគាត់ទៅសិក្សានៅថ្នាក់អនុវិទ្យាល័យប្រជាពលរដ្ឋយើងនៅខាងនេះមានតែធ្វើស្រែធ្វើចំការដាំបន្លែដាំដំណាំហ្នឹងហើយចិញ្ចឹមសត្វហ្នឹងហើយកាលណាតែគាត់ធ្វើបានហើយបើផ្លូវយើងពិបាកគាត់ពិបាកធ្វើដំណើរដែរតែយើងបានផ្លូវស្រួលគឺបាទសំបីតែមួយធំណាក៏គេចោះមកបើឃើញបានផ្លូវស្រួលគេចោះមកពីមុនគេថាផ្លូវពិបាកងាយចង់បញ្យោនេះក៏ឲ្យយើងយកឡើងទៅឲ្យគេតែឥឡូវដល់ពេលបានផ្លូវស្រួលចេះយើងបាទមួយធំគេចូលសឹងតែចូលដល់ជាការណាឥឡូវក្នុងនាមខ្ញុំជាប្រជាពលរដ្ឋក៏សប្បាយចិត្តដែរសប្បាយចិត្តបាទឥតអបមាព្រោះថាបន្តិចទៀតនេះគម្រោងរបស់គាត់នឹងធ្វើបន្តបន្ទាប់ទៀតបន្តិចណាបាទចុះហើយខ្ញុំបាទមានចិត្តត្រេកអរដែលធ្វើឲ្យមានការធ្វើដំណើរទៅវាស្រួលគឺលោកមេឃុំគាត់ប្រឹងប្រែងជួយប្រជាពលរដ្ឋណាស់ក្នុងឃុំសង្វើយើងនេះព្រោះថាតើយើងបានផ្លូវស្អាតហើយទី1ស្រួលការធ្វើដំណើរទី2ពេលយើងបាទយប់ប្រលប់អុយបាទយើងមានបញ្ហាឈឺស្កាត់យប់ប្រលប់អុយលឿនដល់ពេទ្យលឿនបាទសូមបន្តឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្នាក់ដាច់នេះក៏សូមឲ្យជួយទៅថែរក្សាផ្លូវនេះទាំងអស់គ្នាដើម្បីយើងបានធ្វើដំណើរទៅស្រួលបាទក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋបាទក៏សូមថ្លែងអំណរគុណបាទដល់ថ្នាក់ដឹកនាំបាទពីថ្នាក់ខេត្តថ្នាក់ស្រុកហើយនិងថ្នាក់ឃុំបាទព្រមទាំងថ្នាក់ភូមិដែលលោកបានខំប្រឹងប្រែងជួយប្រជាពលរដ្ឋយើងឲ្យបានបាទធ្វើដំណើរបាទនឹងយើងទទួលផលក៏បានស្រួលដូច្នេះហើយខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់អស់ស្មោះអស់ពីចិត្តបាទហើយការដឹកនាំរបស់គាត់គឺល្អណាស់ហ្នឹងហើយថ្នាក់ដឹកនាំហ្នឹងហើយខ្ញុំបាទសូមថ្លែងអំណរគុណសូមជម្រាបដែរថាផ្លូវនេះយើងចាប់ផ្ដើមសាងសង់នៅក្នុងដើមឆ្នាំ2026ហ្នឹងចឹងទេគិតមកទល់នឹងថ្ងៃនេះវាអត់ទាន់ផុតអាណត្តិនៃការដែលថែរក្សាសុពលភាពរបស់គេនៅឡើយទេបាទចឹងនៅឡើយទេហើយចង់និយាយថាផ្លូវនេះយើងមានទទឹង5ម៉ែត្របដោយយើងបានតែ700ម៉ែត្រទេ
បាទហើយកម្រាស់វាមានមកតកន្លះបាទកម្រាស់បេតុងនឹងមានមកតកន្លះអញ្ចឹងយើងអស់ទឹកប្រាក់ប្រមាណជាជាង300លានដែរហ្នឹងណាយើងថ្មីបិទតែឃើញប៉ុណ្ណឹងក៏ប៉ុន្តែបេតុងវាដូចត្រង់ថ្លៃបន្តិចដែរបាទតែទោះជាយ៉ាងណាក៏ដោយថ្លៃថោកមិនតិចច្រើនមិនយើងព្យាយាមធ្វើជូនប្រជាពលរដ្ឋយើងបដោះមួយឆ្នាំបន្តិចហើយយើងព្យាយាមឲ្យបានគ្រប់ភូមិបាទចង់ជម្រាបដែរថានេះមិនមែនដែលជាថវិការបស់ឃុំទេចំពោះភ្លើងសូឡាហ្នឹងគឺតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋផងតាមរយៈការគីងគោដល់សប្បុរសជនផងអញ្ចឹងយើងបានមកយើងយកមកដាក់ជូនពួកគាត់លើកទឹកចិត្តគាត់នៅពេលដែលយើងឃើញថាយើងបានផ្លូវហើយយើងដាក់សូឡាថែមឲ្យគាត់ទៀតគាត់សប្បាយចិត្តខ្ញុំនិយាយពីប្រវត្តិខាងដើមបន្តិចពីដើមជាភ្លឺស្រែទេនៅកន្លែងហ្នឹងបាទអញ្ចឹងទេក្រោមការគ្រប់គ្រងរបស់ខ្ញុំមើលទៅឃើញការលំបាកកន្លែងហ្នឹងខ្លាំងណាស់បងប្អូនប្រជាពលរដ្ឋយើងខ្លះគាត់ធ្វើដំណើរតាមហ្នឹងទៅនៅពេលដែលជួបភ្លៀងជួបអីហ្នឹងគាត់ដួលជាពិសេសក្មួយ កុមារាកុមារីដែលទៅឆ្លងកាត់ផ្លូវហ្នឹងទៅរៀននៅអនុវិទ្យាល័យឬក៏វិទ្យាល័យក៏លំបាកដែរពេលខ្លះហើយចំពោះបងប្អូនដែលមានផ្ទៃពោះត្រូវប្រើប្រាស់មណ្ឌលសុខភាពបាទនេះចំណុចទាំងនេះខ្ញុំអរគុណណាស់ជាពិសេសក្រោមការគិតគូររបស់លោកអាបាលស្រុកក៏ដូចជាឯកឧត្តមអាបាលខេត្តជាងដែរទោះជាយ៉ាងណាក៏ឯកឧត្តមអាបាលខេត្តនឹងលោកបានផ្ដល់អនុលោមភាពឲ្យខ្ញុំនឹងធ្វើផ្លូវនឹងគាត់ទទួលស្គាល់ទៅលើការប្រើប្រាស់ចាយវាយថវិកានឹងដែរអរគុណណាស់ហើយជាពិសេសក៏ថ្នាក់ជាតិនឹងមានក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនឹងក៏លោកតែងតែឃ្លាំមើលអញ្ចឹងទៅរៀងរហូតហ្នឹងបាទអញ្ចឹងសប្បាយចិត្តមែនទែនដែលយើងអត់ជិះសេះឡើងដៃទេយើងមានថ្នាក់ដឹកនាំតាមឃ្លាំមើលតែរហូតបាទហ្នឹងហើយអរគុណមែនទែនហើយអញ្ចឹងក៏នៅក្នុងឱកាសនេះដែរក៏សូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ជាន់ថ្នាក់ជួបប្រទះតែសេចក្តីសុខចម្រើនហើយជាពិសេសសូមឲ្យបានជោគជ័យក្នុងបេសកកម្មដឹកនាំជាតិមាតុភូមិយើងបាទឲ្យបានជោគជ័យគ្រប់ពេលវេលាបាទអរគុណណា